កាលពីមុនprint กระดาษនៅក្នុង labo ផងបញ្ជូនកระดาษនឹងទៅឲ្យលោកគ្រូពេទ្យផងមើលអញ្ចឹងវាមានភាពយឺតយ៉ាវច្រើនតែចាប់ពីឥឡូវហ្នឹងមកយើងប្រើប្រាស់ពេទ្យយើងមកងាយស្រួលច្រើនមែនតើមានន័យថាយើងអាច approve ទៅឲ្យលោកគ្រូពេទ្យ1វិនាទីទៅដល់លោកគ្រូពេទ្យគាត់អាច print បានអាចមើលលទ្ធផលបានងាយស្រួលទាំងអ្នកជំងឺទាំងគ្រូពេទ្យទាំងផ្នែក labo ដែរបាទយើងសួរខ្ញុំបាទឈ្មោះថាសុធីរាល់ថ្ងៃបម្រើការងារនៅមន្ទីរពេទ្យបង្ហាញច្បារអំពើសប្តាហ៍ទូនទីរបស់ខ្ញុំជាអនុប្រធានមន្ទីរផ្សារថ្ងៃនេះខ្ញុំចង់និយាយពីអត្ថប្រយោជន៍ពីប្រើប្រាស់ប្រព័ន្ធពេទ្យយើងនិងមិនទាន់ប្រើប្រាស់ប្រព័ន្ធពេទ្យយើងមុនដំបូងខ្ញុំនិយាយមិនទាន់ប្រើប្រាស់ប្រព័ន្ធពេទ្យយើងកាលពីមុននៅក្នុងមន្ទីរពេទ្យបង្ហាញច្បារអំពើrequest ចេញពីគ្រូពេទ្យ OPD machine PAT RIA មកគឺជាសារกระดาษមួយសម្រាប់ដែល request ពីគ្រូពេទ្យគាត់ទៅសេដៃអញ្ចឹងគាត់ request ពីទៅសេដៃមកបញ្ជូនឲ្យអ្នកជំងឺចូលក្នុងមន្ទីរពិសោធន៍អញ្ចឹងមានការយឺតយ៉ាវច្រើនទី1ខាតពេលវេលាទី2ពិបាកទៅដល់អ្នកជំងឺអញ្ចឹងចាប់ពីប្រើប្រាស់ប្រព័ន្ធពេទ្យយើងមកងាយស្រួលច្រើនទី1ស្រួលទាំងគ្រូពេទ្យដែល request មក labo ទី2ងាយស្រួលជាងពីមុនដូចជាអ្នកជំងឺគាត់បានយកกระดาษមកដល់ labo ងាយស្រួលថាឥឡូវគាត់ឈ្មោះអីគាត់អាយុអីភេទអីគាត់ request អីឈាមឬក៏ទឹកនោមឬក៏លីមួកអញ្ចឹងមកទៅដល់បញ្ជូនមកដល់ labo បាន labo គាត់ទទួលអញ្ចឹងគាត់ងាយស្រួលនឹងទទួលអ្នកជំងឺហើយអញ្ចឹងពី request ពីគ្រូពេទ្យដល់ labo ហើយយ៉ាងយូរបំផុតគឺ5នាទីអ្នកជំងឺគាត់មកដល់ labo អញ្ចឹងខ្ញុំរៀបចំបូមឈាមគាត់យើងមើលกระดาษ request យកกระดาษ request ពីអ្នកជំងឺងាយស្រួលជាងពីមុនមានន័យថាគាត់មានឈ្មោះមានអាយុមានភេទមានពេលវេលាមានកំណត់មានអ្នកគេអ្នកបូមហើយអ្នកណាគេទទួលគ្រូពេទ្យណាគេ request អញ្ចឹងយើងបានបូមអ្នកជំងឺនឹងមកហើយយើងយកឈាមនឹងយកមកធ្វើបន្ទាប់ពីធ្វើហើយអស់ហើយយើងយកกระดาษដែលយើងយកចេញពី request ពីគ្រូពេទ្យស្នើសុំមកយើងមកបញ្ចូលក្នុងប្រព័ន្ធពេទ្យយើងនៅក្នុងផ្នែកមន្ទីរពិសោធន៍អញ្ចឹងកាលពីមុនវាយតម្លៃលទ្ធផលដោយប្រើកុំព្យូទ័រដែរប៉ុន្តែប្រើក្នុង Word ប៉ុន្តែឥឡូវបើប្រើក្នុងប្រព័ន្ធពេទ្យយើងប្រើក្នុង system ពេទ្យយើងអញ្ចឹងងាយស្រួលពេលលោកគ្រូពេទ្យ request មកវាចូលក្នុងប្រព័ន្ធក្នុង labo អញ្ចឹងវាលទ្ធផលនៅក្នុង labo តែម្ដងមានទាំងឈ្មោះមានទាំងអាយុមានទាំង request អីខ្លះយើងគ្រាន់តែយកលទ្ធផលដែលយើងធ្វើហើយតាមផ្នែកនីមួយៗមានផ្នែក Hemato ផ្នែក Biochemie ផ្នែក Sero ផ្នែក Immuno ផ្នែក Uro ហើយនិង Micro ហើយបន្តអស់មកយើងបានលទ្ធផលឲ្យអស់មកយើងមកវាលទ្ធផលនៅក្នុងកុំព្យូទ័រអញ្ចឹងវាងាយស្រួលពេលយើងវាយលទ្ធផលមកគ្រាន់តែចាប់ផ្ដើមរើឈ្មោះអ្នកជំងឺមកយើងចូលពាក្យ edit ហើយយើង select start យើងចាប់ផ្ដើមអាចវាយលទ្ធផលបានហើយបន្តមកទៀតយើងបានវាយលទ្ធផលអស់ហើយយើងចូលពាក្យ complete ពាក្យ complete ហ្នឹងមានន័យថាយើង complete រួចរាល់ទាំងអស់ដែលយើងវាយលទ្ធផលហើយមានពាក្យឃើញ approve ទៅមានន័យថាពាក្យ approve នេះមានថាយើងបញ្ជូន request ដែលយើងវាយលទ្ធផលហ្នឹងទៅបញ្ជូនទៅគ្រូពេទ្យដែល request នៅខាងមុខអញ្ចឹងគាត់អាច print លទ្ធផលហ្នឹងបានអញ្ចឹងវាងាយស្រួលជាងពីមុនកាលពីមុនprint กระดาษនៅក្នុង labo ផងបញ្ជូនកระดาษនឹងទៅឲ្យលោកគ្រូពេទ្យផងមើលអញ្ចឹងវាមានភាពយឺតយ៉ាវច្រើនតែចាប់ពីឥឡូវហ្នឹងមកយើងប្រើប្រាស់ពេទ្យយើងមកងាយស្រួលច្រើនមែនតើមានន័យថាយើងអាច approve ទៅឲ្យលោកគ្រូពេទ្យ1វិនាទីទៅដល់លោកគ្រូពេទ្យគាត់អាច print បានអាចមើលលទ្ធផលបានងាយស្រួលទាំងអ្នកជំងឺទាំងគ្រូពេទ្យទាំងផ្នែក labo ដែរបាទអរគុណ